ជំរាបសួរបាទខ្ញុំមកឈ្មោះសៀងពៅជាអគ្គនាយកក្រុមហ៊ុនពៅអភិរក្ស Lennon Home ជាក្រុមហ៊ុនមួយនៅស្រុកខ្មែរដែលជាក្រុមហ៊ុនអចលនទ្រព្យបាទថ្ងៃនេះCTM បាននាំនៅគេថាភ្ញៀវបរទេសមកពីប្រទេសឥណ្ឌាជាច្រើនអ្នកការចូលរួមរបស់ខ្ញុំបញ្ជាក់ថាស្រុកខ្មែរប្រទេសខ្មែរយើងពិតជាមានសក្តានុពលដែលអាចនាំនៅចំណាប់អារម្មណ៍ពីភ្ញៀវបណ្ដាប្រទេសជាច្រើនជាពិសេសថ្ងៃនេះគឺមានអ្នកវិនិយោគជាច្រើនមកពីប្រទេសឥណ្ឌាបាទខ្ញុំជឿជាក់ថាកម្មវិធីថ្ងៃនេះពួកភ្ញៀវជនជាតិឥណ្ឌាគាត់បាននាំដើរទេសចរជុំវិញស្រុកខ្មែរជាច្រើនរួចទៅហើយដល់ខេត្តសៀមរាបនិងបណ្ដាប្រទេសខេត្តជាច្រើនស្អែកនេះគាត់ទៅកំពង់សោមខ្ញុំជឿជាក់ថាកម្មវិធីមួយនេះនឹងអាចរំពឹងខ្លាំងព្រោះគាត់បានឃើញពីសក្តានុពលនៅប្រទេសកម្ពុជារបស់យើងពីការអភិវឌ្ឍជាច្រើនជាពិសេសនៅទីក្រុងភ្នំពេញនៅទៅលើតំបន់អាគារជាច្រើនដែលកំពុងតែអភិវឌ្ឍជាដើមអញ្ចឹងក្រោយពីខ្ញុំជួបបានពីម្នាក់ដែរមុនហ្នឹងគាត់បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងគាត់ថាគាត់នឹងរំពឹងនឹងមកជួបភាសាទៀតដើម្បីជជែកពីការវិនិយោគទៅតែម្ដងគាត់ក៏បានដឹងរួចទៅហើយថាទីទូទៅនៅបច្ចុប្បន្នភាពមិនទាន់ល្អខ្លាំងដល់ឡើយប៉ុន្តែគាត់បានភ្ញាក់ផ្អើលថាប្រទេសកម្ពុជារបស់យើងរីកចម្រើនលឿនលើសពីការរំពឹងទុករបស់គាត់មកពីប្រហែល 4-5 ឆ្នាំមុនគាត់ថានៅមិនទាន់ថារីកចម្រើនខ្លាំងដល់ឡើយតែក្រោយពីគាត់ឡប់មកជើងនេះគាត់ឃើញពីការអភិវឌ្ឍរបស់យើងរីកចម្រើនមែនទែនជាងធ្វើឲ្យគាត់គិតថាជាឱកាសល្អក្នុងការបកមកសិក្សានិងស្វែងយល់និងការចូលរួមការថាវិនិយោគនៅស្រុកខ្មែរជាមួយគ្នាទីషాప్បានជួយមួយផ្នែករួចទៅហើយអញ្ចឹងកំឡុងពេលហ្នឹងយើងតែងតែព្យាយាមបញ្ជ្រាបព្រោះធម្មតាភ្ញៀវបរទេសដែលដើរមកស្រុកខ្មែរបែបទេសចរគាត់អត់ទាន់យល់អស់ទេអញ្ចឹង CTM បានផ្សំផ្គុំឲ្យយើងនេះជាក្រុមហ៊ុនដូចខ្ញុំមានឱកាសបង្ហាញនូវសក្តានុពលអ្វីខ្លះដែលយើងមានដល់ភ្ញៀវបរទេសវាជាចំណុចល្អមួយរបស់យើងមែនទែនអញ្ចឹងក៏អរគុណដល់ក្រុមហ៊ុនដល់ការកម្មវិធីនេះដែលបានអនុញ្ញាតឲ្យពួកយើងមកដាក់ទី booth ដើម្បីបង្ហាញនូវសក្តានុពលច្រើនទៅភ្ញៀវបរទេសតែម្ដងពួកភ្ញៀវបរទេសមកមានយកគេចង់ចំណេញការវិនិយោគគឺចង់បានចំណេញអញ្ចឹងយើងបង្ហាញពីអ្វីដែលយើងកំពុងធ្វើដែលកំពុងមានសក្តានុពលស្រាប់តែឲ្យអតិថិជនមើលតែម្ដងថានៅពេលគាត់វិនិយោគទៅហើយគាត់ពិតជាចំណេញពិតគាត់តែម្ដងបាទជាដំបូងអរគុណដល់ CTM ដែលបានធ្វើកម្មវិធីនេះឡើងបានផ្សំផ្គុំឲ្យខ្ញុំជាអ្នកថាគម្រោងម្ចាស់គម្រោងអាចស្គាល់ទៅភ្ញៀវបរទេសបាទអរគុណជាច្រើនទី2សូមប្រកាសដល់ភ្ញៀវអន្តរជាតិនិងភ្ញៀវជាតិទាំងអស់ថាប្រទេសកម្ពុជាយើងបើកចំហរងចាំសម្រាប់អ្នកវិនិយោគព្រោះយើងមានឱកាសល្អៗច្រើនសម្រាប់ថាផ្ដល់ជូនពួកគាត់តែម្ដងបាទសូមអរគុណ